សម្ដេចតេជោហ៊ុនសែនគាំទ្របិទច្រកដូងនៃព្រំដែនកម្ពុជាថៃសម្ដេចតេជោហ៊ុនសែនគាំទ្របិទច្រកដូងនៃព្រំដែនកម្ពុជាថៃនេះបើយោងតាមសាររបស់សម្ដេចនៅក្នុងបណ្ដាញសង្គមសម្ដេចបញ្ជាក់ថាខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជាថៃនៃខេត្តបាត់ដំបងថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះក៏ស្ទះនៅព្រំដែនក្រៅកម្ពុជាបិណ្ឌសូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិណ្ឌយើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ3ប៉ុណ្ណោះគឺទី1ឈប់ទិញអ៊ីនធឺណិតទី2ឈប់ឲ្យបញ្ចាំងភាពយន្តថៃនៅក្នុងទឹកដីកម្ពុជានិងទី3បិទច្រកដូងដែលមានផលប៉ះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើសម្ដេចបានបញ្ជាក់ថានេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់12ម៉ោងរបស់កម្ពុជា